ពេលកំពុងរត់គេចពីអាពាហ៍ពិពាហ៍ដែលបានរៀបចំរបស់នាងក្មេងស្រីនោះស្រាប់តែបានរកឃើញរន្ធមួយដែលគ្មានបាតដោយហេតុផលដែលមិនអាចពន្យល់បាននាងមិនអាចទប់ទល់នឹងការសម្លឹងមើលចុះក្រោមបានទេហើយរអិលដួលនៅវិនាទីបន្ទាប់នៅពេលដែលក្មេងស្រីនោះបន្តដួលបរិស្ថានជុំវិញនាងបានផ្លាស់ប្ដូរយ៉ាងអស្ចារ្យចាប់ពីមែកឈើនិងដើមទំពាំងបាយជូរដំបងរហូតដល់ធ្នើសៀវភៅដែលរៀបចំយ៉ាងមិនប្រក្រតីនិងព្យាណូដែលក្រឡាប់អ្វីទាំងអស់បានធ្វើឲ្យនាងងឿងឆ្ងល់ទាំងស្រុងនាងមិនដឹងថានាងនៅទីណាទេប៉ុន្តែជាសំណាងល្អស្ថានភាពនេះមិនយូរប៉ុន្មានទេមុនពេលនាងដួលយ៉ាងខ្លាំងទៅលើដីដោយស៊ូទ្រាំនឹងការឈឺចាប់នៅពេលនាងក្រោកឡើងដើម្បីពិនិត្យមើលខ្លួនឯងក្មេងស្រីនោះស្រាប់តែនឹកឃើញពីបទពិសោធន៍ថ្មីរបស់នាងដែលហាក់ដូចជាធ្លាប់ស្គាល់វាបានបង្ហាញថាអាលីសតែងតែមានសុបិនអាក្រក់ដែលតាំងពីនាងមានអាយុ6ឆ្នាំមកម្លេះនៅក្នុងសុបិនរបស់នាងបានធ្លាក់ចូលទៅក្នុងរន្ធខ្មៅហើយបានឃើញសត្វចម្លែកជាច្រើនទន្សាយស្លៀកពាក់សម្លៀកបំពាក់សត្វស្លាបដូដូដែលចេះនិយាយនឹងដង្កូវមួយក្បាលដែលមានអាយុ30ឆ្នាំអាលីសព្រួយបារម្ភថានាងអាចនឹងឈឺប៉ុន្តែឪពុករបស់នាងគិតថាមានតែមនុស្សឆ្លាតទេដែលនឹងសុបិនឃើញរឿងចម្លែកបែបនេះនៅពេលដែលអាលីសធំឡើងអាកប្បកិរិយារបស់នាងចំពោះម្ដាយរបស់នាងនេះហាក់ដូចជាមិនធម្មតាបន្តិចនាងមិនបានស្លៀកអាវទ្រនាប់ឬស្រោមជើងទេហើយប្រឆាំងនឹងសុជីវធម៌ប្រពៃណីទាំងអស់បន្ទាប់ពីបានឃើញភាពមិនស្មោះត្រង់របស់បងថ្លៃរបស់នាងនៅឯពិធីជប់លៀងនិងដឹងថាបារុនជាកូនប្រុសរបស់ម៉ាក់អាលីសបានបដិសេធសំណើរៀបការរបស់គាត់យ៉ាងដាច់អង្ការនាងបានដេញតាមទន្សាយរត់ពេញផ្លូវហើយបានធ្លាក់ចូលទៅក្នុងរន្ធងឹតមួយនៅបាតដើមឈើងាប់ពេលអាលីសដឹងខ្លួននាងបានមើលជុំវិញហើយឃើញថាខ្លួនឯងស្ថិតនៅក្នុងបរិយាកាសបិទជិតហ៊ុំព័ទ្ធដោយទ្វារឈើជាច្រើនដែលមានរាងផ្សេងគ្នាគាត់បានព្យាយាមបង្វិលចំណុចទាញទ្វារប៉ុន្តែបានរកឃើញថាទ្វារទាំងអស់ត្រូវបានចាក់សោកន្លែងចង្អៀតនោះធ្វើឲ្យគាត់មិនស្រួលបន្តិចម្ដងពេលដែលអាលីសកំពុងមើលជុំវិញនាងស្រាប់តែកត់សម្គាល់ឃើញកូនសមួយនៅលើតុមួយដែលមិនឆ្ងាយប៉ុន្មានគេនិយាយថាកូនសមួយអាចបើកបានតែសមួយប៉ុណ្ណោះអាលីសបានសាកល្បងទ្វារទាំងអស់ប៉ុន្តែគ្មានមួយណាដែលត្រូវគ្នាទេជាចុងក្រោយនាងបានលើកក្រណាត់ខ្មៅដែលគ្រប់ជញ្ជាំងឡើងហើយបានរកឃើញទ្វារតូចមួយដែលមានពន្លឺចាំងចូលតាមស្នាមប្រេះអាលីសបានបញ្ចូលកូនសដោយអន្ទះសារហើយលើកនេះនាងបានបើកទ្វារដោយជោគជ័យប៉ុន្តែដោយសារតែទំហំរបស់វាគាត់ស្ទើរតែមិនអាចលូកក្បាលចេញបានទេច្រកចេញនៅជិតណាស់ប៉ុន្តែគាត់មិនអាចចាក់ចេញបានទេអារម្មណ៍របស់អាលីសធ្លាក់ចុះយ៉ាងខ្លាំងប៉ុន្តែនៅពេលដែលគាត់ងាកក្បាលគាត់បានរកឃើញដបថ្នាំមួយដបភ្លាមនៅលើទឹកកាហ្វេដែលពីមុនទេជាមួយនឹងពាក្យពីរសរសេរនៅលើវាសំឡេងខ្លីនិងបញ្ជាបានធ្វើឲ្យអាលីសមានការងឿងឆ្ងល់ប៉ុន្តែគាត់គ្មានវិធីណាល្អជាងនេះដើម្បីលួងលោមខ្លួនឯងនោះទេនេះគ្រាន់តែជាសុបិនមួយប៉ុណ្ណោះអាលីសគិតខណៈពេលកំពុងបើកដបហើយញ៉ាំមួយស្លាបព្រារសជាតិនៃថ្នាំនេះមិនសូវល្អប៉ុន្មានទេប៉ុន្តែមួយវិនាទីបន្ទាប់រាងកាយរបស់គាត់បានរួញយ៉ាងលឿនក្នុងល្បឿនដែលអាចមើលឃើញដោយភ្នែកទេក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះអាលីសបានឡើងពីកម្ពស់ 1.51 ម៉ែត្រទៅជាតុក្តាបាប៊ីទំហំដូចមនុស្សពិតគាត់ប្រញាប់ប្រញោលទៅរកទ្វារតូចដោយចង់ចាក់ចេញភ្លាមប៉ុន្តែទ្វារបានបិទម្ដងទៀតសល់នៅលើតែឥឡូវនេះលែងសម្រាប់អាលីសដែលរួញតូចទៀតហើយគាត់បានព្យាយាមគ្រប់យ៉ាងប៉ុន្តែនៅតែមិនអាចឡើងលើទៅបានជាសំណាងល្អគាត់បានមើលចុះហើយបានរកឃើញប្រអប់កញ្ចក់មួយនៅក្រោមតុដែលមាននំខេកមួយពាក្យថាក៏ខ្ញុំក៏នៅតែត្រូវបានសរសេរនៅលើវានាងមើលសរួចខំមួយខំដោយមិនស្ទាក់ស្ទើរនំខេកនោះមានឥទ្ធិពលផ្ទុយពីថ្នាំវេទមន្តរាងកាយរបស់អាលីសបានផ្លាស់ប្ដូរម្ដងទៀតដោយប្រែក្លាយពីតុក្តាបាប៊ីទៅជាយក្សបន្ទាប់ពីធំឡើងគាត់បានយកកូនសោបានដោយជោគជ័យហើយបន្ទាប់មកបានផឹកថ្នាំដែលធ្វើឲ្យគាត់រួញតូចលើកនេះគាត់បានឆ្លងកាត់ទ្វារតូចមួយដោយជោគជ័យប៉ុន្តែបានរកឃើញថាពិភពខាងក្រៅគឺខុសគ្នាបន្តិចបន្តួចពីអ្វីដែលគាត់បានស្រមៃអាលីសបានដើរទៅមុខសម្លឹងមើលជុំវិញហើយបន្ទាប់មកបានចូលទៅក្នុងវិមានដ៏ទ្រុឌទ្រោមមួយវាត្រូវបានគ្របដណ្ដប់ដោយរុក្ខជាតិខៀវស្រងាត់ហើយដៃណូស័រដែលមានស្លាបនិងសេះរញ្ជួយបានក្រហមនិងប្រយុទ្ធនៅលើអាកាសអាលីសមិនអាចជួយអ្វីបានក្រៅពីដកដង្ហើមធំដោយឃើញទិដ្ឋភាពនោះមែនហើយគ្រាន់តែគាត់ងាកមកភ្លាមសត្វចម្លែកក៏លេចឡើងនៅពីមុខគាត់ហាក់ដូចជាកំពុងពិភាក្សាអំពីការភ្នាល់អ្វីមួយ I am not convinced. How is that for gratitude? ធរដោយបានឃើញរឿងចម្លែកជាច្រើនតាមផ្លូវអាលីសមិនមានការភ្ញាក់ផ្អើលជាពិសេសទេនៅពេលដែលនាងបានជួបពួកគេគ្រាន់តែឃើញថាពួកគេមើលទៅសាមបន្តិចទន្សាយពណ៌ស្លៀកសម្លៀកបំពាក់ដែលមានមុខមនុស្សនិងផ្កានិងសត្វស្លាបដូដូដែលមានភ្នែកសោកសៅគឺដូចគ្នាបេះបិទទៅនឹងសុបិនកុមារភាពរបស់នាងពួកគេបានជែកគ្នាឥតឈប់ឈរហើយបន្ទាប់ពីស្ដាប់មួយសន្ទុះអាលីសយល់ថាពួកគេមិនយល់ស្របគ្នាថាតើនាងពិតជាអាលីសឬអត់ភាគីទាំងពីរមិនអាចបង្ហាញភស្តុតាងជាក់ស្ដែងណាមួយបានទេនៅពេលនេះដូដូបានស្នើឲ្យស្វែងរកជំនួយពីព្យាការីហើយមនុស្សគ្រប់គ្នាគិតថាវាជាគំនិតល្អដូច្នេះអាលីសត្រូវបានបងប្អូនភ្លោះអូសចូលទៅក្នុងវិមានដោយអចេតនាពេលពួកគេដើរអាប់កាន់តែក្រាស់ហើយអាលីសមានអារម្មណ៍ចម្លែកដែលមានក្លិននីកូទីននៅលើអាកាសក្រោយមកនាងបានរកឃើញថាព្យាការីកំពុងជក់បារីហើយព្យាការីដង្កូវគឺជាសត្វដែលឆ្លាតបំផុតនៅទីនោះមនុស្សគ្រប់គ្នាហៅគាត់ថាវិជ្ជមាននុក្រមរស់ Who are you? Absalom? You're not Absalom, I'm Absalom. The question is, who are you? Alice. We shall see. What do you mean by that? I ought to know who I am. Yes, you ought, stupid girl. Unroll the oraculum.
នៅលើផ្សិតរៀងឆាត់ពណ៌ក្រហមមួយដាក់រមុំមួយដែលមានពណ៌លឿងដោយសារផ្សែងពេលបើកវាទន្សាយសបានដើរតួជាអ្នកបកប្រែវាបានបង្ហាញថាអ្វីដែលហៅថា horror គឺគ្រាន់តែជារមូរដែលប្រើសម្រាប់កត់ត្រាកាលបរិច្ឆេទក្រោមដីរដូវកាលនិងខួបអាពាហ៍ពិពាហ៍កន្លងមកវាមានតែរូបភាពគ្មានពាក្យពេចន៍ទេ horror បានប្រាប់ពួកគេថាអាណាចក្រដ៏ទេវភាពគឺជាប្រតិទិននៃពិភពក្រោមដីដែលមានសមត្ថភាពកត់ត្រាជារៀងរាល់ថ្ងៃពេញមួយប្រវត្តិសាស្ត្រហើយឥឡូវនេះជាសម័យកាលរបស់ម្ចាស់កត្រីក្រហម Alice មានការភ័ន្តច្រឡំខ្លះប៉ុន្តែរូបភាពបន្ទាប់ធ្វើឲ្យនាងចាប់ផ្ដើមសង្ស័យខ្លួនឯងតើនាងនៅក្នុងសុបិនឬការពិតនៅក្នុងគំនូរនោះក្មេងស្រីម្នាក់បានលើកដាវឡើងហើយកាត់ក្បាលនាគមួយមនុស្សគ្រប់គ្នានៅជុំវិញនិយាយថាក្មេងស្រីនោះគឺជា Alice ទោះជាយ៉ាងណាក៏ដោយ Alice បានបដិសេធម្ដងហើយម្ដងទៀតដោយដកថយដោយវិនិច្ឆ័យតែរូបរាងរបស់នាងហើយប្រកាសភ្លាមថា Alice នៅចំពោះមុខនាងថាជាជនក្លែងបន្លំពេលដូច្នេះអាកប្បកិរិយារបស់ហ្វូងមនុស្សបានផ្លាស់ប្ដូរភ្លាម180ដឺក្រេហើយពួកគេចាប់ផ្ដើមចោទប្រកាន់ Alice ថាជាអ្នកបោកប្រាស់ Alice មានអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំងហើយខ្ទប់ដៃរបស់នាងយ៉ាងខ្លាំង Alice បានព្យាយាមរត់គេចពីសុបិនអាក្រក់នោះប៉ុន្តែទោះបីជាមានការប៉ុនប៉ងជាច្រើនដងក៏ដោយក៏នាងនៅតែមិនអាចចាក់ចេញបាន That's odd. Pinching usually does a trick. I could stick you if that would help. It might actually, thank you. My pleasure. ជាអកុសលសំឡេងក្រលួចនិងសំឡេងរំខានរបស់គាត់បានដាស់បរោះស្គមភ្នែកធំនោះពីដំណេកពេលមានគ្រោះមហន្តរាយកើតឡើងមនុស្សគ្រប់គ្នាខ្ចាត់ខ្ចាយទោះបីជាមានគោលដៅច្រើនក៏ដោយសត្វចម្លែកភ្នែកធំនៅតែដេញតាម Alice ឥតឈប់ឈរប៉ុន្តែពេល Alice រត់នាងស្រាប់តែឈប់នាងមានអារម្មណ៍ថាវាមិនសមហេតុផលទេដែលនាងត្រូវបានដេញតាមដោយអ្វីមួយដែលមិនពិតនៅក្នុងសុបិនរបស់នាងឪពុករបស់នាងបានបង្រៀននាងកាលពីនាងនៅក្មេងថាវិធីល្អបំផុតដើម្បីយកឈ្នះលើការភ័យខ្លាចគឺត្រូវប្រឈមមុខនឹងវាដោយផ្ទាល់សកម្មភាពរបស់ Alice បានធ្វើឲ្យ Daguang មានការសង្ស័យខ្លះជីវិតគ្រាន់តែគាត់វង្វេងក្នុងគំនិតលោកមើលស្រាប់តែស្ទុះចេញទៅចាក់សត្វចម្លែកភ្នែកធំចំភ្នែកដោយអាវុធរបស់គាត់ Alice ត្រូវបានក្រញ៉ាំរបស់វាកោះហើយមានតែពេលដែលការឈឺចាប់រាលដាលពាសពេញរាងកាយរបស់នាងទេទើបនាងដឹងថានេះមិនមែនជាសុបិនទេបន្ទាប់មកនាងបានរត់ទៅរកបងប្អូនភ្លោះទាំងពីរក្នុងអំឡុងពេលរត់គេចខ្លួនរបស់ពួកគេបានបាត់បង់ទំនាយដែលបានផ្ដល់ឲ្យពួកគេដោយហោរាបុរសអាចកំបាំងម្នាក់បានរកឃើញវារើសវាឡើងហើយជំរុញដោយការចង់ដឹងចង់ឃើញបុរសនោះបានបើកហោរាហើយអានខ្លឹមសាររបស់វាប៉ុន្តែពួកគេធ្វើឲ្យគាត់ភ្ញាក់ផ្អើលហើយគាត់ក៏ចេញដំណើរភ្លាមទន្ទឹមនឹងនេះ Alice និងបងប្អូនភ្លោះដែលបានរត់គេចខ្លួនបានមកដល់ផ្លូវបំបែកមួយគេនិយាយថាបងប្អូនភ្លោះមានទំនាក់ទំនងទូគមនាគមអាចកំបាំងប៉ុន្តែបងប្អូនទាំងនេះបានធ្វើសកម្មភាពផ្ទុយពីការរំពឹងទុកពួកគេបានជ្រើសរើសទីដៅផ្សេងគ្នាហើយទាំងពីរនាក់បានទាមទារឲ្យ Alice ទៅជាមួយពួកគេប៉ុន្តែនៅពេលដែលពួកគេស៊ូសត្វស្លាបធំមួយស្រាប់តែលេចចេញពីលើមេឃហើយឆក់យកបងប្អូនភ្លោះទាំងនោះទៅបន្ទាប់ពីការធ្វើដំណើរដោយចៃដន្យបងប្អូនប្រុសទាំងពីរនាក់ត្រូវបានគេនាំទៅកាន់វិមានក្រហមមួយជាកន្លែងដែលពួកគេបានក្លាយជាប្រដាប់ក្មេងលេងរបស់ម្ចាស់កត្រីក្រហមដែលជាអ្នកគ្រប់គ្រងវិមានទន្ទឹមនឹងនេះម្ចាស់កត្រីក្រហមបានដឹងថាបង្អែមរបស់នាងត្រូវបានគេលួចហើយដោយកំហឹងយ៉ាងខ្លាំងក៏បានចាប់ផ្ដើមការសាកល្បងដ៏រំភើបមួយនាងបានពិនិត្យយ៉ាងដិតដល់នៅអ្នកបម្រើរបស់នាងម្នាក់ដោយប្រាជ្ញាចិត្តស្វែងរកកង្កែបលោកខ្លួននោះរហូតដល់នាងបានឃើញទឹកមាត់រសជាតិផ្លែព្រូនស្រក់ចេញពីជ្រុងមាត់មួយរបស់វាបន្ទាប់មកម្ចាស់កត្រីក្រហមក៏ឈប់ដើរ